សូមស្វាគមន៍មកកាន់ Channel ចំណូលនិទានឆ្នាំ1940ខេត្តបាត់ដំបងពន្លឺព្រះអាទិត្យរៀបអស់ស្ដងកុដជះពន្លឺពណ៌ទឹកក្រូចខ្ចីកាត់តាមជួរនៃដើមត្នោតសំឡេងកង្កែបយន្តអែបចេញពីវាលស្រែដ៏ធំល្វឹងល្វើយដែលកំពុងតែឡើងពណ៌បៃតងខ្ចីនៅតាមផ្លូវលំដីក្រហមមានឡានសេរីចាស់មួយគ្រឿងរបស់បារាំងបានបើកបរយ៉ាងយឺតឆ្ពោះទៅរកភូមិគ្រឹះដ៏ធំមួយរតនាកំឡោះសង្ហាដែលទើបតែបញ្ចប់ការសិក្សាផ្នែកច្បាប់ពីភ្នំពេញបានឈប់ឡាននៅក្រោមដើមជ្រៃធំមួយក្បែរមាត់ស្ទឹងភ្នែករបស់គេសម្លឹងរកមើលមនុស្សស្រីម្នាក់មនុស្សដែលគេខានជួបអស់រយៈពេល4ឆ្នាំមកហើយបងរតនាសំឡេងស្រទន់មួយបានបន្លឺឡើងពីខាងក្រោយខ្នងរបស់គេខណៈនោះរតនាបានងាកទៅឃើញផ្កាដែលជានារីជនបទម្នាក់ស្លៀកសំពត់ចងក្បិនពណ៌ផ្ទៃមេឃនិងអាវពណ៌មេអំបៅពណ៌សសម្រស់របស់នាងសាមញ្ញតែមានមន្តស្នេហ៍លើសកូនក្រមុំអ្នកក្រុងឯទៀតអូនផ្កាបងនឹកអូនណាស់ទីបំផុតបងវិលមកវិញហើយរតនាបាននិយាយទៅកាន់ផ្កាថាឆ្នាំនេះបងនឹងសុំលោកប៉ាមកដណ្ដឹងអូនរតនានិយាយទាំងកាន់ដៃអូនផ្កាយ៉ាងណែនស្របខណៈនោះរតនានិយាយបន្ថែមថាប៉ុន្តែអូនដឹងទេគឺលោកមេឃុំគឺចង់ឲ្យបងរៀបការជាមួយនឹងកញ្ញាមាលីដែលជាកូនស្រីរបស់គាត់ផ្កាដឹងទាំងទឹកភ្នែករលីងរលោងតើអូនដឹងទេតែបងមិនខ្វល់ទេទោះជាមានរឿងអ្វីកាត់ឡើងក៏ដោយក៏បងមិនបោះបង់អូនដែរបងសន្យានឹងអូនពួកគេតាំងពីមិនដឹងទេថានៅពីក្រោយកំពត់ព្រៃក្បែរនោះនាងសយដែលជាអ្នកបម្រើចំណិតរបស់មេលីកំពុងតែលោកមើលនិងស្ដាប់ឮគ្រប់យ៉ាងដែលពួកគេបាននិយាយសាសសរីឯភ្នែករបស់សយគឺពោពេញទៅដោយល្បិចកលនាងបានប្រញាប់រត់ត្រឡប់ទៅប្រាប់ចៅហ្វាយស្រីរបស់នាងវិញសំឡេងយ៉ាងស្ងាត់ជ្រងំក្នុងភូមិគ្រឹះឈើប្រណិតរបស់លោកមេឃុំយើងក៏លេចឃើញមីលីដែលកំពុងតែអង្គុយឆ្លោះកញ្ចក់បានលាបម្សៅរបស់ប្រទេសបារាំងនៅពេលដែលឮសយរីការឿងរតនានិងផ្កានាងមានអារម្មណ៍មួម៉ៅយ៉ាងខ្លាំងរួចនាងក៏ក្រវែងក្រាស់សសក់របស់នាងចោលភ្លាមហើយនាងនិយាយថាមីផ្កាឯងគ្រាន់តែជាកូនអ្នកស្រែក្រីក្រម្ដេចក៏ហ៊ានមកដណ្ដើមបងរតនាពីអញយ៉ាងដូចនេះមីលាស្រែកទាំងកំហឹងចំណែកឯសយគិតក្នុងចិត្តរួចក៏និយាយថាបើលើកកំឡោះរតនាស្រឡាញ់វាខ្លាំងបែបនេះយើងមានតែប្រើផ្លូវងងឹតទេសយខ្សឹបដាក់ត្រចៀកមីលាខ្ញុំស្គាល់គ្រូអាបម្នាក់នៅជីភូមិគាត់ពូកែធ្វើឲ្យមនុស្សស្លាប់ទាំងរស់ណាស់មីលីពេលបានឮសំឡេងយ៉ាងដូចនេះហើយនាងបានញញឹមយ៉ាងកំណាចនឹងសាហាខុសខូចទីបំផុតចំណែកឯនាងសយបានប្រញាប់ហើយនិយាយថាខ្ញុំទៅរៀបចំប្រាក់ខ្លះហើយខ្ញុំក៏ចង់ឃើញមីផ្កានោះវាវិនិច្ឆ័យនៅជប់នេះដែរសំឡេងចាស់ខ្លែងស្រាកនាពេលរាត្រីក៏បានបន្លឺឡើងនាយប់ខែដាច់ខ្យល់ចំណូលត្រជាក់បោកបក់កាត់ដាំថ្នោតលឺសូរតែវូនៅខ្ទមដាច់ស្រយាលមួយក្បែរព្រៃខ្មោចសយបាននាំមីលីមកជួបនឹងតាអូមគ្រូអាបដែលមានភ្នែកខាងខ្វាក់និងថ្មិញខ្មៅងងឹត
លោកគ្រូនេះជាសក់និងរូបថតរបស់មីផ្កាមីលីហុចកញ្ចប់សម្ពត់សឲ្យតាអ៊ំទាំងដៃញ័រទៅត្រើតខណៈពេលនោះតាអ៊ំក៏បានផ្ដើមសូត្រមន្តគិតថាភាសាបាលីដែលស្ដាប់មិនយល់សំឡេងរបស់គាត់ក្រអួនដូចចេញពីក្នុងដីហើយពេលដែលគាត់បានយកបញ្ចុលដៃចាក់ទៅលើរូបចម្លាក់ក្រមួនដែលតំណងឲ្យផ្កាភ្លាមនោះសំឡេងសត្វឆ្កែនៅក្នុងភូមិក៏ចាប់ផ្ដើមលូប្រកួតគ្នាយ៉ាងកងរំពងផងដែរបើយើងក្រឡេកនៅឯផ្ទះស្លឹកតូចមួយក្បែរមាត់ស្ទឹងដែលជាផ្ទះរបស់ផ្កាក៏ស្ដាប់តែស្រែកឡើងទាំងការឈឺចាប់អូយឈឺណាស់នាងមានអារម្មណ៍ដូចជាមានបញ្ចររាប់ពាន់ចាក់ទម្លុះទ្រូងរបស់នាងអញ្ចឹងស្បែកដែលធ្លាប់តែសខ្ចីចាប់ផ្ដើមឡើងជាស្នាមជាំខ្មៅធំនិងមានពងបែកពេញខ្លួនប្រាណទាំងអស់សំឡេងស្រែករកបងរតនាជួយអូនផងដែលជាសំឡេងរបស់ផ្កាបានបន្លឺសំឡេងយ៉ាងខ្សោយទៅរានីត្រីនោះមុនពេលដែលដង្ហើមចុងក្រោយរបស់នាងត្រូវបានកាត់ផ្ដាច់ទាំងកំហឹងនិងសេចក្តីស្នេហានាងស្លាប់ទាំងភ្នែកនៅបាក់ធ្លុងសំឡេងមើលទៅមេឃងងឹតនារីត្រីនោះផងដែរការស្លាប់របស់នាងពេលនោះដំណឹងមរណភាពរបស់ផ្កាក៏បានធ្វើឲ្យរតនាធ្លាក់ខ្លួនឈឺស្លុតស្មារតីចំណែកឯមិត្តភ័ក្តិរបស់គាត់គឺលោក François រដ្ឋមន្ត្រីរដ្ឋបាលបារាំងដែលនិយមវិទ្យាសាស្ត្រក៏បានសម្រេចចិត្តចុះមកស៊ើបអង្កេតនៃការស្លាប់របស់នាងផ្ការតនាមិត្តសម្លាញ់ឯងដឹងទេយោងតាមវិទ្យាសាស្ត្រមនុស្សម្នាក់មិនអាចស្លាប់ភ្លាមដោយសារមានស្នាមជាំពេញខ្លួនបែបនេះទេ François និយាយទាំងពិនិត្យសាកសពផ្កាដោយកែវពង្រីកលោកបារាំងនេះមិនមែនជារឿងវិទ្យាសាស្ត្រទេតែវាជារឿងអាបធ្មប់តាជុំដែលជាគ្រូខ្មោចប្រចាំភូមិបានដើរចូលមកក្បែរខ្ញុំដឹងថាវិញ្ញាណនាងមិនទាន់តណាទេគឺនាងកំពុងតែរងចាំនរណាម្នាក់ François មិនជឿឡើយគាត់បានយាមនៅផ្ទះមីលីដើម្បីតាមដានរឿងរ៉ាវចម្លែកខណៈយប់នោះគាត់បានឮសំឡេងក្រោកដូចជាមានមនុស្សអូសជើងនៅលើក្បឿងផ្ទះរបស់នាងនៅពេលដែលគាត់បានបើកបង្អួចមើលគាត់ក៏បានឃើញស្រមោលស្រីម្នាក់ក្នុងសម្លៀកបំពាក់ពណ៌សហោះកាត់ពន្លឺព្រះច័ន្ទបាត់ទៅក្នុងភពងងឹត François ក៏ចាប់ផ្ដើមមានអារម្មណ៍ព្រឹសសម្បុរហើយក៏មានអារម្មណ៍ថាកក់ឈាមនៅក្នុងខ្លួនជាលើកដំបូងដែរក្នុងឆាកជីវិតរបស់គេខណៈពេលនោះនាយប់ដដែលនៅក្នុងបន្ទប់របស់មីលីនាងកំពុងតែអង្គុយសក់យ៉ាងសប្បាយចិត្តក៏ព្រោះតែនាងគិតថាគូសត្រូវរបស់នាងបានស្លាប់ទៅហើយស្រាប់តែក្នុងកញ្ចក់ដែលនាងមិនបានឃើញមុខខ្លួនឯងទេប៉ុន្តែបែរជាឃើញមុខរបស់ផ្កាកំពុងឈរពីខាងក្រោយរបស់នាងទៅវិញមីផ្កាអញស្លាប់ហើយតើមីលីស្រែកទាំងច្រឡោតអញស្លាប់តែវិញ្ញាណអញនៅជាមួយឯងសំឡេងត្រជាក់ស្រាប់ក៏បានបន្លឺឡើងផ្កាងាកកមកយឺតមុខម្ខាងរបស់នាងនៅតែស្រស់ស្អាតដូចជាទេពអប្សរក៏ប៉ុន្តែម្ខាងទៀតគឺត្រូវរលេះរលួយមានដង្កូវនិងមានភ្នែកក្រហមឆ្អិនឆ្អៅសុទ្ធតែឈាមប្រឡាក់គួរឲ្យញញើតភ័យខ្លាចជាទីបំផុតចំណែកឯសំឡេងឆ្កែលូក៏ចាប់ផ្ដើមលឺសូរក្រលួចគប់ផ្សំនាងប្រែរូបទៅតាមកម្រិតនៃកំហឹងពេលនោះវិញ្ញាណផ្កាក៏បានលូកដៃវែងមកច្របាច់ករបស់មីលីចំណែកឯមីលីក៏បានព្យាយាមរត់ទៅរកសយក៏ប៉ុន្តែសយត្រូវបានវិញ្ញាណផ្កាទាញទៅបោកនឹងផ្អប់នឹងជញ្ជាំងផ្ទះរហូតដល់បាន
បាក់ក៏ស្លាប់ភ្លាមនៅនឹងកន្លែងពេលនោះរតនានិងលោកប្រងស្វរត់មកដល់បន្ទប់កំពុងឃើញមីលីកំពុងតែស្រែកហៅឲ្យគេជួយទាំងអាការៈឈួតលប់ឡែបាត់ស្មារតីពេលនោះគ្រប់គ្នាសុទ្ធតែបានឃើញរូបភាពវិញ្ញាណប្រែរូបរបស់ផ្កាដែលឈរនៅចំកណ្ដាលបន្ទប់បញ្ចេញពន្លឺពណ៌ខៀវយ៉ាងព្រឺព្រួចជាទីបំផុតឆ្លងពីនោះមកនាយប់ខែភ្លឺច្បាស់ប៉ុន្តែបរិយាកាសនៅក្នុងភូមិបែរជាស្ងាត់ជ្រងំហាក់បីដូចជាសត្វធាតុទាំងឡាយដឹងនៅមុនអ្វីដែលមានគ្រោះថ្នាក់នៅកណ្ដាលវាលស្រែធំល្វឹងល្វើយក្បែរដើមជ្រៃដែលជាកន្លែងសច្ចារបស់រតនានិងផ្កាតាជុំបានរៀបចំរៀនទេវតានិងស្លាធម៌រតនាចៅឯងត្រូវអង្គុយក្នុងវងសីមាកុំចេញឲ្យសោះទោះឃើញអ្វីក៏ដោយតាជុំមានប្រសាសន៍ទាំងទឹកមុខមាំលោកហ្វ្រង់ស័រឈរនៅម្ខាងកាន់កំភ្លើងខ្លីនិងពិលបារាំងប៉ុន្តែដៃរបស់លោកញាត់យ៉ាងទៅត្រើតលោកមិនដាល់ជឿលើរឿងងងឹតងងល់ទេប៉ុន្តែអ្វីដែលលោកកំពុងឃើញគឺហួសពីការស្មានស្រមោលខ្មៅក្រាស់ខ្មឹកបានអណ្ដាតចេញពីព្រៃម្ខាងឆ្ពោះមកកាន់រោងពិធីវាគឺជាតាអូមដែលកំពុងអង្គុយលើក្រែស្នែងសូត្រមន្តហៅព្រីឲ្យមកស៊ីនំសំណែនតាជុំឯងកុំចង់មកខាងផ្លូវអញមីផ្កាវាជារបស់អញវិញ្ញាណវាត្រូវតែបំរើអញតាអូមស្រែកសំឡេងក្រហមដូចជាសត្វសាហាវតាជុំចាប់ផ្ដើមសូត្រមន្តគាថាការពារភ្លាមនៅវិញ្ញាណរបស់ផ្កាក៏លេចចេញមកចំកណ្ដាលវាលនាងប្រែរូបរាងពិសេសស្អាតតូចជាខ្មោចគួរឲ្យខ្លាចបំផុតដែលមានភ្នែកក្រហមឆ្អៅបញ្ចេញនៅដង្កូវយ៉ាងច្រើននាងហោះទៅរកតាអូមក្នុងបំណងសងសឹកក៏ប៉ុន្តែតាអូមបានប្រើខ្សែចំណងមុនអាគមពាត់នាងមិនឲ្យទៅណាឡើយរតនាជួយអូនផងផ្កាស្រែកយ៉ាងអណោចអធមនិងសម្រក់ទឹកភ្នែកយ៉ាងគួរអាណិតរតនាទ្រាំមិនបានក៏ស្ទុះចេញពីវងសីមាហ្វ្រង់ស័រខំទាញដៃតែមិនទាន់ឡើយរតនារត់ទៅអោបវិញ្ញាណផ្កាដែលកំពុងឆេះរោរៀលដោយភ្លើងមន្តអាគមចម្លែកណាស់ស្នេហាដ៏ស្មោះត្រង់របស់រតនាក៏បានធ្វើឲ្យចំណងមន្តអាគមរបស់តាអូមដាច់ចេញពីគ្នាដូចសរសៃអំបោះយ៉ាងដូចនេះដែរចម្លែកណាស់ពន្លឺនៃចិត្តស្មោះវាខ្លាំងជាមន្តអាគមងងឹតទៅទៀតតាជុំឧទានឡើងមុននឹងក្រវែងអង្គសណ្ដាយមុនទៅចំដើមទ្រូងតាអូមធ្វើឲ្យគ្រូអាបចិត្តអាក្រក់នោះបានធ្លាក់ឈាមតាមមាត់បាក់កស្លាប់ភ្លាមនៅនឹងក្នុងពិធីនោះក្រោយពីតាអូមស្លាប់ចំណែកឯវិញ្ញាណរបស់ផ្កាក៏ប្រែរូបរាងមកជាស្រស់ស្អាតដូចដើមវិញនាងញញឹមដាក់រតនាជាលើកចុងក្រោយមុននឹងរលាយបាត់ទៅក្នុងពន្លឺព្រះច័ន្ទ6ខែក្រោយមកមីលីក៏បានធ្លាក់ខ្លួនคล้ายទៅជាមនុស្សឆ្កួតដោយច្រៀងម្នាក់ឯងតាមមាត់ស្ទឹងនិយាយរកតែឈ្មោះផ្ការីឯឪពុករបស់នាងដែលជាលោកមេឃុំក៏ត្រូវបានបាត់បង់អំណាចនិងទ្រព្យសម្បត្តិទាំងអស់គ្មានសេសសល់បន្តិចឡើយលោកប្រងសួរបានសរសេររបាយការណ៍ផ្ញើទៅកាន់ទីក្រុងប៉ារីសប៉ុន្តែលោកមិនបានសរសេររឿងខ្មោចលងនោះឡើយលោកគ្រាន់តែសរសេរថានៅក្នុងដែនដីកម្ពុជាមានរឿងរ៉ាវខ្លះដែលវិទ្យាសាស្ត្រមិនអាចបកស្រាយបានប៉ុន្តែបេះដូងមនុស្សអាចយល់ដឹងមិនយូរប៉ុន្មានលោកក៏ត្រូវបានផ្ទេរទៅធ្វើការនៅប្រទេសវៀតណាមវិញរីឯចំណែករតនាលោកមិនបានរៀបការជាមួយអ្នកណាឡើយនៅភ្នំពេញលោកបានសាងសង់ចេតិយតូចមួយនៅក្រោមដើមជ្រៃធំជាកន្លែងដែលលោកនិងផ្កាធ្លាប់សន្យានឹងគ្នារៀងរាល់ល្ងាច
មនុស្សក្នុងភូមិតែងតែឃើញលោកអង្គុយលេងខ្លុយបន្លឺបទភ្លេងយ៉ាងស្រទន់ចម្លែកត្រង់ថាជារៀងរាល់ព្រឹកគេតែងឃើញមានផ្កាម្លិះស្រស់មួយទងដាក់នៅលើខ្នងដៃរបស់រតនាទោះបីជាក្នុងភូមិនោះគ្មានអ្នកណាម្នាក់ដាំផ្កាម្លិះក៏ដោយ